សួស្តីសូមសួរតិចតើប្រធានចៅជៀនគូនៅទីនេះទេស៊ីថៅគឺឯងមែនមិនក៏មកដល់ទីនេះឆាប់ចូលមកអង្គុយមកឆាប់ទៅឆុងតែឆ្ងាញ់មកមិនជួបគ្នា10ឆ្នាំហើយមិនក៏ឯងស្គមម្លេះប្រធានចៅក្នុងកាតនេះមាន150000គឺជាលុយដែលបងឲ្យខ្ញុំខ្ចីដើម្បីសង្គ្រោះប៉ាខ្ញុំកាលពី10ឆ្នាំមុនកាលនោះប៉ាខ្ញុំធ្លាក់ពីលើភ្នំប៉ាឆ្អឹងត្រគាកពេទ្យរងចាំតែលុយដើម្បីវះកាត់ទេខ្ញុំខ្ចីលុយគេគ្រប់គ្នាអស់ហើយស្ទើរតែលុតជង្គង់អង្វរពេទ្យទៅហើយគឺបងដែលវេរលុយមក20000ហើយប្រាប់ថាជាលុយជំនួយពីមិត្តរួមតបក្រោយមកទើបខ្ញុំដឹងថាលុយនោះគឺបងជាអ្នកចេញម្នាក់ឯងបងថែមទាំងលួចតាក់ទងពេទ្យជំនាញនៅខេត្តទៀតទើបប៉ាខ្ញុំអាចក្រោកឈរបានម្ដងទៀតសគុណមួយនេះខ្ញុំចងចាំមួយជីវិតស្លាប់ក៏មិនហ៊ានភ្លេចដែរ10ឆ្នាំនេះខ្ញុំធ្វើការសំណងឡើងអាគារខ្ពស់បំផុតចង់ដែកដែលគ្រោះថ្នាក់បំផុតសន្សំមួយកាក់មួយសេនទីបំផុតក៏សន្សំលុយបានគ្រប់ថ្ងៃនេះយកមកសងបងវិញមិនឲ្យខ្វះ1រៀលទេវ៉ាល់ណាត់និងម្រេច2ថង់នេះគឺប៉ាខ្ញុំដាំនៅក្រោយផ្ទះធម្មជាតិពិតគ្មានជាតិគីមីទេមិនមានតម្លៃអីទេតែជាទឹកចិត្តរបស់គ្រួសារខ្ញុំបងប្រធានសូមបងកុំប្រកាន់អីស៊ីថៅឯងទុកកាតនេះវិញទៅរឿងការនោះបងភ្លេចបាត់ទៅហើយប៉ាឯងមានសុខភាពល្អអាចក្រោកឈរបានគឺល្អជាងអីទាំងអស់លុយនេះចាត់ទុកថាជាទឹកចិត្តរបស់បងតំណាងឲ្យមិត្តរួមតបទាំងអស់ចុះជូនទៅយកថ្នាំពៅពីរបីកេសនៅក្នុងទូនិងស្រា2កេសនៅគូតឡានមករៀបចំឲ្យប្អូនខ្ញុំយកទៅវិញកុំអីបងមិនបានទេបងប្រធានខ្ញុំត្រឹមជាកម្មករសំណងម្នាក់ត្រូវការរបស់អស់នេះធ្វើអីវាថ្លៃណាស់ខ្ញុំទទួលមិនបានទេមិនក៏ទទួលមិនបានមិនមែនឲ្យឯងទេគឺឲ្យប៉ាម៉ាក់ឯងទេតើទិញថ្នាំពៅឲ្យប៉ាម៉ាក់មិនគិតជាលុយទេនេះជាបញ្ជាស៊ីថៅឯងត្រូវតែទទួលបើឯងមិនទទួលគឺមានន័យថាមិនរាប់អានបងជាប្រធានទេមិនរាប់អានមនោសញ្ចេតនាមិត្តរួមតបទេបងចៅស៊ីថៅខ្ចីលុយ150,000 10ឆ្នាំហើយទើបឲ្យការប្រាក់10000ហើយបងថែមទាំងឲ្យឆ្នាំពៅនិងស្រាឆ្ងាញ់ទៅគេទៀតសរុបទៅជិត20000ហើយគេឲ្យរបស់អត់តម្លៃ2ថង់នេះមកបងធ្វើជំនួញខាតដើមបែបនេះដើម្បីអីអូនមិនធ្លាប់ធ្វើទីហ៊ានអូនមិនយល់ទេឆ្នាំនោះនៅប៉ុស្តិ៍យាមអាកាសធាតុត្រជាក់ដក30អង្សាស៊ីថៅបានដោះអាវរងាឲ្យបងខ្លួនឯងរងាឡើងក៏ស្ទើរតែត្រូវកាត់ដៃជើងចោលគេធ្វើដើម្បីអីកាលនោះវាជាលុយសង្គ្រោះជីវិតគេធ្វើការសំណងសន្សំលុយអស់រយៈពេល10ឆ្នាំអាចសងលុយគ្រប់មិនថាទេថែមទាំងខំសន្សំបាន10000ទៀតលាក់ក្នុងថង់វ៉ាល់ណាត់ខ្លាចបងមិនទទួលទឹកចិត្តនិងសេចក្តីថ្លៃថ្នូរមួយនេះមានតម្លៃជាងមាសប្រាក់ទៅទៀតសេចក្តីថ្លៃថ្នូរអាចយកមកស៊ីជំនួសបាយបានទេអាចរកស៊ីឲ្យក្រុមហ៊ុនបងចំណេញបានទេអូនមើលទៅបងត្រូវមនោសញ្ចេតនាមិត្តរួមតបចង់ជើងហើយសម័យនេះទៅហើយអ្នកដែលអាចរកលុយចូលក្រុមហ៊ុនបានទើបហៅថាមានតម្លៃទីហ៊ានក្រីក្រដូចជាគេនេះគ្មានតម្លៃ1សេនទេគ្មានតម្លៃ1សេនទេអូនអង្គុយធ្វើការក្នុង office យូរពេកហើយអ្នកនៅជុំវិញខ្លួនអូនដែលតែងតែញ៉ាំតែពេលរសៀលជាមួយអូនហើយអួតប្រាប់អូនថាជាបងប្អូនល្អជាបុគ្គលិកឆ្នើមដែលអូនខំដំឡើងតំណែងឲ្យដៃគូសហការធំដល់ពេលមានអាសន្នមែនទែនមានប៉ុន្មានអ្នកដែលអាចពឹងបានអូនហ៊ានសាក់ទេថ្ងៃនេះពួកយើងភ្នាល់គ្នាទៅធ្វើតេស្តចិត្តមនុស្សឲ្យច្បាស់ម្ដងបញ្ចេញព័ត៌មានទៅខាងក្រៅប្រាប់ថាគម្រោងធំរបស់ក្រុមហ៊ុនបងមានគ្រោះថ្នាក់ការងារធ្ងន់ធ្ងរដាច់លំហូរសាច់ប្រាក់បើមិនបាន800,000មកសងគេទេក្រុមហ៊ុននឹងត្រូវខ្សែធនបងកំពុងត្រូវការខ្ចីលុយ800,000បន្ទាន់បានធ្វើតាមបងនិយាយចុះអូនក៏ចង់ដឹងដែរថាពេលមានអាសន្នតើអ្នកណាជាបងប្អូនពិតប្រាកដអ្នកណាជាមនុស្សហងើកូនអូហូបងចៅថ្ងៃនេះមានខ្យល់អីបក់មកដល់កន្លែងខ្ញុំបងលីថ្ងៃនេះមករកបងគឺមានរឿងបន្ទាន់ចង់ឲ្យបងជួយបន្តិចបងចៅនិយាយលេងហើយបងឥឡូវជាមនុស្សមានមុខមាត់ក្នុងវិស័យនេះមានរឿងអីដែលបងដោះស្រាយមិនបានទៅនិយាយតាមត្រង់ចុះការដ្ឋានដែលខ្ញុំទើបតែទទួលមានរឿងហើយកម្មកររបួសធ្ងន់ឥឡូវសាច់ញាតិគេមកបិទទ្វារទារសំណងខាងក្រសួងក៏ចុះមកអន្តរាគមន៍ដែរលំហូរសាច់ប្រាក់ដាច់ភ្លាមឥឡូវខ្វះលុយ800,000ដើម្បីដោះស្រាយបញ្ហានេះបើមិនអញ្ចឹងទេក្រុមហ៊ុនច្បាស់ជាខ្សែធនហើយខ្ញុំដឹងថាបងមានលុយសុទ្ធច្រើនចង់ខ្ចីបង800,000សិនយ៉ាងយូរមួយខែខ្ញុំនឹងសងទាំងដើមទាំងកាយមិនឲ្យខ្វះ1រៀលទេបងចៅនិយាយលេងជាមួយខ្ញុំមែនទេមកខ្ចីលុយខ្ញុំដើម្បីជួយក្រុមហ៊ុនដែលជិតខ្សែធនរបស់បងនឹងឬបងប្អូនការបងចាប់ផ្ដើមពីបាតដៃទេគឺខ្ញុំជាអ្នកចែករំលែកអតិថិជនល្អពាក់កណ្ដាលឲ្យបងទើបបងមានថ្ងៃនេះលុយ800,000នេះសម្រាប់បងមិនមែនជាចំនួនធំដុំទេខ្ចីតែមួយខែទេការប្រាក់បងជាអ្នកគិតចុះក្នុងមុខជំនួញមកនិយាយរឿងកាលពីមុនធ្វើអីខ្ញុំប្រាប់បងចុះបងចៅលុយខ្ញុំមាន
កុំថាឡើយ80,000 8លានក៏ខ្ញុំមានដែរប៉ុន្តែខ្ញុំមិនឲ្យបងខ្ចីសំបីតែមួយសេនក្រុមហ៊ុនបងចិត្តដួលរលំខ្ញុំត្រេកអរស្ទើរតែមិនទាន់ផងគម្រោងសន្តិសុខនឹងដឹកជញ្ជូនតែបងកាន់កាប់ប៉ុន្មានឆ្នាំនេះនឹងធ្លាក់មកក្នុងដៃខ្ញុំទាំងអស់វាមិនល្អជាងឲ្យបងខ្ចី80,000ទេលេខាជូនដំណឹងទៅថ្នាក់ក្រោមបញ្ឈប់គម្រោងសហការជាមួយក្រុមហ៊ុនរបស់ប្រធានចៅបញ្ឈប់ភ្លាមឥឡូវនេះអូហូលោកប្រធានចៅលោកស្រីចៅមានខ្យល់អីបក់អ្នកទាំងពីរមកទីនេះឆាប់អង្គុយមកសៀវលាវទៅយកតែដាហុងផាវដែលខ្ញុំលាក់ទុកមកខ្ញុំគិតថានឹងទៅលេងបង2ថ្ងៃទៀតដើម្បីសុំយោបល់រឿងដេញថ្លៃថ្មីផងមិននឹកស្មានថាបងអញ្ជើញមកដោយផ្ទាល់សោះបងចៅពាក្យគូសុំខ្ញុំមិននិយាយទេថ្ងៃនេះខ្ញុំនឹងប្រពន្ធមកទីនេះគឺមានរឿងបន្ទាន់ចង់ឲ្យបងជួយប្រធានចៅនិយាយអីអញ្ចឹងនៅក្នុងរង្វង់ពួកយើងមានរឿងអីដែលបងដោះស្រាយមិនបានទៅនៅត្រូវការឲ្យខ្ញុំជួយទៀតប្រធានចៅគឺពិតជាជួបបញ្ហាមែនគម្រោងក្រុមហ៊ុនបងចៅមានគ្រោះថ្នាក់ការងារលំហូរសាច់ប្រាក់ដាច់ភ្លាមឥឡូវខ្វះលុយ80,000ដើម្បីដោះស្រាយបារុកមិនបានទេមិនត្រឹមតែត្រូវសងជំងឺចិត្តច្រើនទេក្រុមហ៊ុនក៏ត្រូវខ្សែធនដែរពួកយើងដឹងថាបងមានលុយសន្សំខ្លះចង់ខ្ចីបង80,000សិនយ៉ាងយូរមួយខែនឹងសងទាំងដើមទាំងការមិនឲ្យខ្វះទេកិច្ចសន្យាខ្ចីប្រាក់ត្រឹមត្រូវកិច្ចសន្យាបញ្ចាំឡានពួកយើងអាចស៊ីញ៉េលើនេះបានតែខាតមិនឲ្យបងទទួលហានិភ័យទេប្រធានចៅបងចិត្តខ្សែធនទៅហើយមានអីមកសងខ្ញុំនិយាយតាមត្រង់ទៅចុះខ្ញុំអាចជួយបងបានប៉ុន្តែមានលក្ខខណ្ឌមួយបងត្រូវផ្ទេរកិច្ចសន្យាហការផ្នែកសន្តិសុខនិងដឹកជញ្ជូនរយៈពេលវែងទាំងអស់មកឲ្យខ្ញុំដោយឥតគិតថ្លៃម្យ៉ាងទៀតត្រូវឲ្យភាគហ៊ុន51%មកខ្ញុំអូមែនហើយភ្លេចប្រាប់បងខ្ញុំបានប្រាប់ថៅកែក្នុងរង្វង់ពួកយើងអស់ហើយពួកគេសុទ្ធតែនិយាយថាប្រធានចៅលើកនេះច្បាស់ជាឆ្លងមិនផុតទេបើថ្ងៃនេះបងមិនស៊ីញ៉េទេថ្ងៃស្អែកខ្ញុំអាចធ្វើឲ្យបងមិនអាចទទួលកិច្ចសន្យាថ្មីបានសូម្បីតែមួយបងអាចជ្រើសរើសស៊ីញ៉េហើយចាំស៊ីភាគហ៊ុនទេឬក៏រងចាំរមៀលចេញពីវិស័យនេះទៅជ្រើសរើសខ្លួនឯងទៅល្អណាស់បងចៅខ្ញុំចាំទុកហើយហាបងចៅគង់តែមានថ្ងៃបងត្រឡប់មកអង្វរខ្ញុំវិញទេវានេះខ្ញុំបើកចំហរងចាំបងជានិច្ចអូនពិតជានឹកស្មានមិនដល់មែនពេលមានរឿងមែនតែនពួកគេមិនឲ្យខ្ចីសំបីតែមួយសេនបងលីកានោះបងចែកអតិថិជនឲ្យគេដូចជាហែកសាច់ខ្លួនឯងអញ្ចឹងបងចៅគឺបងជាអ្នកបណ្ដុះបណ្ដាលគេពីជាងសំណងម្នាក់រហូតមានទ្រព្យសម្បត្តិរាប់សិបលាននៅថ្ងៃនេះអ្នកទាំងពីរនេះសុទ្ធតែជាបងប្អូនដែលបងរាប់អានអស់ពីពោះវៀនមិននឹកស្មានថាឥឡូវមកធ្វើដាក់ពួកយើងបែបនេះសោះប្រធានចៅស៊ីថៅមកទៀតហើយនៅខាងក្រោមប្រាប់ថាចង់ជួបលោកហើយខាងទីផ្សារប្រញាប់ឲ្យលោកកំណត់តម្លៃផលិតផលនេះសូមលោកមើលបន្តិចគឺផលិតផលដែលកំពុងល្បីខ្លាំងគ្រាប់ជេររំលាយការស្ទះនិងបំបត្តិក្លិនបំពង់ទឹកផ្ទះខ្ញុំក៏តែងតែប្រើវាដែរពិតជាប្រើស្រួលមែនទែនបំពង់ទឹកនេះបើលើសពី3ខែមិនបានសម្អាតទេក្លិនស្អុយដែលភីចេញមកអាចសាយភីពេញផ្ទះតែម្ដងហើយញីនឹងមានសត្វល្អិតហោទៀតគ្រាប់ជេររំលាយការស្ទះនិងបំបត្តិក្លិននេះសារធាតុផ្សំរបស់វាអាចបំបែកខ្លាញ់នៅក្នុងបំពង់ទឹកបានយ៉ាងលឿនសក់និងកាកសំណល់រឹងរូសផ្សេងដោះស្រាយបញ្ហាក្លិនស្អុយពីស្គរតែម្ដងបន្ទប់ទឹកផ្ទះខ្ញុំមិនដែលមានក្លិនស្អុយឬមានសត្វល្អិតហោទេគឺដោយសារម៉ាក់ខ្ញុំរាល់ឆ្នាំឲ្យតែដល់រដូវក្តៅគាត់តែងតែបោះចូលទៅក្នុងបំពង់ទឹកគ្រាប់ជេររំលាយការស្ទះនិងបំបត្តិក្លិននេះមួយគ្រាប់អញ្ចឹងហើយទើបរដូវក្តៅមិនមានសត្វល្អិតហើយបន្ទប់ទឹកក៏គ្មានក្លិនស្អុយដែររន្ធបង្ហូរទឹកក្នុងបន្ទប់ទឹកស្ទះទឹកហូរមិនស្រួលគ្រាន់តែបោះវាចូលមួយគ្រាប់ទៅបញ្ហាបំពង់ទឹកស្ទះនឹងលែងមានទៀតហើយឡាបូចង្ក្រានបាយតែងតែមានខ្លាញ់រអិលគ្រាន់តែបោះវាចូលមួយគ្រាប់ទៅចង្ក្រានបាយក៏មិនងាយមានសត្វល្អិតដែរមិនបាច់ហែកសម្បកហើយក៏មិនបាច់លីទឹកដែរពេលប៉ះទឹកវានឹងរលាយដោយស្វ័យប្រវត្តិងាយស្រួលនឹងមិនបាច់ខ្វល់ច្រើនពួកយើងបោះវាចូលក្នុងបង្គន់មួយគ្រាប់ទៅបំពង់បង្គន់ក៏លែងស្អុយដែរបន្ទប់ទឹកក៏គ្មានក្លិនចម្លែកទៀតដែរប្តីតែងតែកក់សក់នៅឡាបូលាងមុខគ្រាន់តែបោះវាចូលមួយគ្រាប់ទៅវានឹងបំបែកសក់ដោយស្វ័យប្រវត្តិរូបមន្តអុកស៊ីសែនសកម្មនៅក្នុងនេះអាចបំបែកខ្លាញ់នៅក្នុងបំពង់ទឹកបានយ៉ាងលឿនព្រមទាំងសក់និងកាកសំណល់ផ្សេងទៀតហើយថែមទាំងកម្ចាត់ពងសត្វល្អិតដែលលាក់ខ្លួនក្នុងបំពង់ទឹកទៀតផងការពារកុំឲ្យមានសត្វល្អិតកើតឡើងហើយក៏មិនបាច់បារម្ភថាវាស៊ីបំពង់ទឹកដែរសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាបំពង់ទឹកក្នុងផ្ទះពេលធម្មតាយកមកជូតអ័ត្ដក៏បានប្រើស្រួលជាងទឹកជូតអ័ត្ដទៅទៀតជូតបានស្អាតហើយថែមទាំងបន្សល់ទុកក្លិនក្រអូបប្រហើរទៀតផងសំខាន់គឺតម្លៃរបស់វាថោកមែនទែនពីមុនមួយប្រអប់តម្លៃ29.90ឥឡូវទីបំផុតបញ្ចុះតម្លៃហើយឥឡូវចុចលើរូប profile ខ្ញុំចូលទៅក្នុង Line ឬចុចលើរូប profile ខ្ញុំចូលទៅក្នុងកន្ត្រកទំនិញទៅកុម្ម៉ង់ទិញ9.90ផ្ញើជូនមួយប្រអប់ធំតែម្ដងក្នុងមួយប្រអប់មាន50គ្រាប់រាល់ពេលរំលាយការស្ទះនិងសម្អាតបំពង់ចំណាយត្រឹមតែប៉ុន្មានសេនប៉ុណ្ណោះប្រើមិនក៏មិនស្ដាយដែរប៉ុន្តែតម្លៃនេះមិនមែនមានរហូតទេណាពូមីងអំបងប្អូនថ្ងៃនេះកុម្ម៉ង់ទិញ9.90ទទួលបាន50គ្រាប់ហើយថែមទាំងហ្វ្រីសេវាដឹកជញ្ជូនដល់ផ្ទះប្រញាប់ទិញទុកប្រើនៅផ្ទះទៅ
បងប្រធានខ្ញុំរមិតភ័ក្រនៅការដ្ឋានប្រាប់ថាក្រុមហ៊ុនបងមានរឿងហើយគម្រោងមានបញ្ហាធំដាច់លំហូរសាច់ប្រាក់កំពុងត្រូវការលុយ80ម៉ឺនបន្ទាន់បើមិនអញ្ចឹងទេនឹងត្រូវគេរឹបអូសនឹងខ្សែធនមែនទេនេះមាន40ម៉ឺនក្នុងកាតមាន40ម៉ឺនទៀតបងរាប់មើលមិនដឹងថាចិត្តមនុស្សយ៉ាងម៉េចទេបើមិនគ្រប់ខ្ញុំទៅរកវិធីទៀតស៊ីថៅឯងបានលុយនេះមកពីណាអញទៅតែត្រឡប់ទៅផ្ទះកាលពីម្សិលមិញសោះបងប្រធានខ្ញុំប្រញាប់ធ្វើដំណើរទាំងយប់ទៅផ្ទះលក់ផ្ទះនិងដីនៅស្រុកកំណើតក្នុងតម្លៃថោកគេទម្លាក់ថ្លៃ30%ក៏ខ្ញុំព្រមដែរឲ្យតែបានលុយសុទ្ធភ្លាមស៊ីថៅបងប្រធានកាលនោះបើមិនបានបងទេប៉ាខ្ញុំច្បាស់ជាដេកពីការលើក្រែបាត់ទៅហើយគ្រួសារខ្ញុំច្បាស់ជារលាយបាត់ទៅហើយគឺបងដែលផ្ដល់ជីវិតប៉ាខ្ញុំផ្ដល់ផ្លូវរស់ឲ្យគ្រួសារខ្ញុំហើយបងថែមទាំងលាក់បាំងទៀតឥឡូវបងមានអាសន្នគុំថាឡើយ80ម៉ឺនទោះបីបងចង់បានជីវិតខ្ញុំក៏ឲ្យបងដោយមិនស្ទាក់ស្ទើរដែរបងយកលុយនេះទៅដោះស្រាយសិនទៅបើមិនគ្រប់ទេឥឡូវខ្ញុំត្រឡប់ទៅការដ្ឋានវិញអង្វរមេការសុំបើកប្រាក់ខែឆ្នាំក្រោយមុនទោះបីត្រូវលក់ឆ្នាំងលក់ឈាមលក់ជីវិតក៏ដោយខ្ញុំក៏ត្រូវតែជួយបងប្រធានឲ្យឆ្លងផុតគ្រាអាសន្ននេះដែរស៊ីថៅប្អូនប្រុសល្អរបស់បងយកលុយនេះទុកវិញទៅបងមិនបានខ្សែធនទេក្រុមហ៊ុននៅល្អធម្មតាមានរឿងអីកើតឡើងទេសុំទោសណាស៊ីថៅនេះគឺជាការធ្វើតេស្តចិត្តមនុស្សដែលបងនិងបងថ្លៃឯងរៀបចំឡើងទេបងគ្រាន់តែចង់ដឹងថាមនុស្សជុំវិញខ្លួនបងដែលបងធ្លាប់ជួយអស់ពីពោះវាមនុស្សជាច្រើនដែលតែងតែហៅបងថាបងប្រធានបងធំតើអ្នកណាទើបជាអ្នកស្មោះត្រង់នឹងបងពិតប្រាកដអ្នកណាគ្រាន់តែជាមនុស្សមុខលុយ